បើអាស្រ័យហេតុនេះបានជារាជរដ្ឋាភិបាលជំនាន់ទី7នៃសម្ដេចបវរអធិបតីលោកមានចំណាប់អារម្មណ៍ក្នុងពុទ្ធសាសនាហ្នឹងគឺតែលោកឲ្យរៀបចំក្រុមជំនុំបត្រៃបដកឡើងវិញសាថ្មីដើម្បីពិនិត្យត្រួតពិនិត្យក៏ប៉ុន្តែមានពាក្យបរំបារាពីមនុស្សដែលយល់មើលមិនត្រូវនឹងថាគេលុបគេបំបត្តិបត្រៃដល់ណាទៅហ៊ានលុបព្រោះបត្រៃបដកខ្មែរយើងសត្វតែអ្នកប្រាជ្ញបណ្ឌិតទៅសេមករឿងមិនណាទៅកែបានទេបើកែបានទេកិនគេថែរក្សានៅសាសនធម៌យ៉ាងដូចពីបុរាណមិនអ្នកដែលរៀបរៀងសភៅធ្វើឲ្យច្បាប់ផ្សេងរៀបរៀងហើយมันអាចផ្សាយបានទេតែប្រគិនទៅគណៈសង្ឃនាយកទាំងពីរទាំងធម្មយុត្តទាំងមហានិកាយលោកត្រៀបទៀងទៅឃើញតែត្រឹមត្រូវហើយបានទៅក្រសួងទៀតគេអនុញ្ញាតឲ្យយើងផ្សាយដល់ឥឡូវនឹងអត់ទេណាទៅសេសភៅអីគេចេះតែផ្សាយតែអត់មានអ្នកត្រួតពិនិត្យតែប្រះចាកមេគាពុទ្ធសាសនាដល់ច្រើននេះអត់ប្រះចាកបានដល់បើរៀបចំក្រុមជំនុំបត្រៃបដកនឹងបានទៅគឺលោកទីមផ្ទាត់មើលធ្វើវិន័យដែលអ្នកដែលរៀបរៀងអ្នកដែលមានសមត្ថតែវាគេរៀបរៀងធ្វើវិន័យបានត្រួតមើលតើធ្វើវិន័យរៀបរៀងត្រឹមត្រូវទៅតាមពុទ្ធសាសនាទេក៏បើប៉ុណ្ណឹងជាការដែលល្អព្រោះដូចយើងមានអីរដ្ឋាភិបាលមានសភាមានស្អីអីចឹងបើដូចតែគ្នាណាសភាព្រឹទ្ធសភាអីណាមានដូចគ្នាអញ្ចឹងតែរៀបចំក្រុមជំនុំបត្រៃសម្រាប់អ្នកត្រួតពិនិត្យមើលកម្ពីដីកាដែលអ្នកដែលរៀបរៀងថ្មីនោះពេលដល់នៅស្រុកយើងអដ្ឋកថាអត់ទាន់មានទេហ្នឹងហើយគេត្រូវប្រជុំរៀបចំក្រុមជំនុំបត្រៃដើម្បីនឹងផ្ទៀងផ្ទាត់មើលអដ្ឋកថាចារណាវាក៏អញ្ចឹងដែរបើមានវាល្អដែលរដ្ឋាភិបាលមានសភាមានប្រសិទ្ធភាពអីយ៉ាងណាបើក្រុមជំបើគេត្រួតត្រាពិនិត្យព្រោះយើងសាសនាឥឡូវអត់ទេគណៈមានគណៈសង្ឃនាយកមែនប៉ុន្តែมันមានចាត់ជាក្រុមទៅជាក្រុមជំនុំបត្រៃបដកក្រុមជំនុំកពីនិកាវាមិនទៅមានវាខ្វះដូចអត់មានសភារដ្ឋសភាអញ្ចឹងណាបើអត់មានសមាជិកអញ្ចឹងគេរៀបចំអញ្ចឹងបើអាស្រ័យហេតុនេះបានជារាជរដ្ឋាភិបាលជំនាន់ទី7នៃសម្ដេចបវរអធិបតីលោកមានចំណាប់អារម្មណ៍ក្នុងពុទ្ធសាសនាហ្នឹងគឺតែលោកឲ្យរៀបចំក្រុមជំនុំបត្រៃបដកឡើងវិញសាថ្មីដើម្បីពិនិត្យត្រួតពិនិត្យក៏ប៉ុន្តែមានពាក្យបរំបារាពីមនុស្សដែលយល់មើលមិនត្រូវនឹងថាគេលុបគេបំបត្តិបត្រៃដល់ណាទៅហ៊ានលុបព្រោះបត្រៃបដកខ្មែរយើងសត្វតែអ្នកប្រាជ្ញបណ្ឌិតទៅសេមករឿងមិនណាទៅកែបានទេបើកែបានទេកិនគេថែរក្សានៅសាសនធម៌យ៉ាងដូចពីបុរាណមិនអ្នកដែលរៀបរៀងសភៅធ្វើឲ្យច្បាប់ផ្សេងរៀបរៀងហើយมันអាចផ្សាយបានទេតែប្រគិនទៅគណៈសង្ឃនាយកទាំងពីរទាំងធម្មយុត្តទាំងមហានិកាយលោកត្រៀបទៀងទៅឃើញតែត្រឹមត្រូវហើយបានទៅក្រសួងទៀតគេអនុញ្ញាតឲ្យយើងផ្សាយដល់ឥឡូវនឹងអត់ទេណាទៅសេសភៅអីគេចេះតែផ្សាយតែអត់មានអ្នកត្រួតពិនិត្យតែប្រះចាកមេគាពុទ្ធសាសនាដល់ច្រើននេះអត់ប្រះចាកបានដល់បើរៀបចំក្រុមជំនុំបត្រៃបដកនឹងបានទៅគឺលោកទីមផ្ទាត់មើលធ្វើវិន័យដែលអ្នកដែលរៀបរៀងអ្នកដែលមានសមត្ថតែវាគេរៀបរៀងធ្វើវិន័យបានត្រួតមើលតើធ្វើវិន័យរៀបរៀងត្រឹមត្រូវទៅតាមពុទ្ធសាសនាទេក៏បើប៉ុណ្ណឹងជាការដែលល្អព្រោះដូចយើងមានអីរដ្ឋាភិបាលមានសភាមានស្អីអីចឹងបើដូចតែគ្នាណាសភាព្រឹទ្ធសភាអីណាមានដូចគ្នាអញ្ចឹងតែរៀបចំក្រុមជំនុំបត្រៃសម្រាប់អ្នកត្រួតពិនិត្យមើលកម្ពីដីកាដែលអ្នកដែលរៀបរៀងថ្មីនោះពេលដល់នៅស្រុកយើងអដ្ឋកថាអត់ទាន់មានទេហ្នឹងហើយគេត្រូវប្រជុំរៀបចំក្រុមជំនុំបត្រៃដើម្បីនឹងផ្ទៀងផ្ទាត់មើលអដ្ឋកថាចារណាវាក៏អញ្ចឹងដែរបើមានវាល្អដែលរដ្ឋាភិបាលមានសភាមានប្រសិទ្ធភាពអីយ៉ាងណាបើក្រុមជំបើគេត្រួតត្រាពិនិត្យព្រោះយើងសាសនាឥឡូវអត់ទេគណៈមានគណៈសង្ឃនាយកមែនប៉ុន្តែมันមានចាត់ជាក្រុមទៅជាក្រុមជំនុំបត្រៃបដកក្រុមជំនុំកពីនិកាវាមិនទៅមានវាខ្វះដូចអត់មានសភារដ្ឋសភាអញ្ចឹងណាបើអត់មានសមាជិកអញ្ចឹងគេរៀបចំអញ្ចឹង